មុននឹងទិញដីឡូនៅក្នុងគម្រោងណាមួយតើគួរសិក្សាពីអ្វីខ្លះខ្ញុំមាន11ចំណុចសម្រាប់អ្នកទាំងអស់គ្នាត្រូវសិក្សាមុននឹងទិញដីឡូ1ត្រូវមានលិខិតអនុញ្ញាតអភិវឌ្ឍដីឡូពីក្រសួងរៀបចំដែនដីនគររមណីយកម្មចំពោះដីដែលសម្រាប់អភិវឌ្ឍមានទំហំចាប់ពី3ហិកតាឡើងទៅ2អាជ្ញាប័ណ្ណអាជីវកម្មអភិវឌ្ឍដីឡូចេញដោយនាយកដ្ឋការអចលនវត្ថុនិងមិនចាំដែលនាយកដ្ឋការនេះគឺជាអ្នកគ្រប់គ្រងទៅលើច្បាប់អភិវឌ្ឍដីឡូផ្សេងៗ3វិញ្ញាណប័ណ្ណបត្រចុះបញ្ជីជាមួយនឹងក្រសួងពាណិជ្ជកម្មទី4តកតទៅមិនបានបតង់ឆ្នាំចុងក្រោយ5បានបំបែកក្បាលដីដែលបានបំបែកជីបានធំរួចរាល់6ប្រព័ន្ធលូបានរៀបចំហើយឬនៅ7ប្រព័ន្ធអគ្គិសនីសម្រាប់ប្រើប្រាស់ក្នុងដីឡូ8ប្រព័ន្ធទឹកស្អាត9ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងគម្រោងផ្លូវទំហំយ៉ាងតិច8ម៉ែត្រ10សកម្មភាពអភិវឌ្ឍប្រចាំថ្ងៃសកម្មភាពអភិវឌ្ឍប្រចាំថ្ងៃបានន័យថាលោកគ្នាត្រូវឧស្សាហ៍ទៅអង្កេតមើលតើមានគ្រឿងចក្រមានកម្មករមាន office មានបុគ្គលិកបម្រើការក្នុងគម្រោងនោះជាប្រចាំដែរឬទេយ៉ាងតិចជាយោបល់ខ្ញុំលោកអ្នកគួរតែមួយខែអាចទៅមើលម្ដង11ជាចុងក្រោយអ្នកនរគ្នាត្រូវដឹងថាតើម្ចាស់គម្រោងធ្លាប់ធ្វើបានប្រមាណគម្រោងហើយបានអភិវឌ្ឍចប់សពគ្រប់ដោយអ្វីដែលគាត់បានសន្យាដែរឬទេ